នេះខ្ញុំបានលើកយកលំហាត់ទី2ដើម្បីយកមកធ្វើដំណោះស្រាយជូនបងប្អូនសម្រាប់ត្រៀមប្រឡងរូបវិទ្យាថ្នាក់ទី12នៅនាពេលខាងមុខចឹងយើងធ្វើការអានប្រធានទាំងអស់គ្នាបឡុងផ្ទុកអេរីយ៉ូ1សន្មតថាញ៉េវាមានរាងស្វែមានន័យវារាងស្វែមានកម្ម18សង់ទីម៉ែត្រចឹងកម្មគឺតាំងដោយ air ណានៅសីតុណ្ហភាពបន្ទប់20អង្សាសម្ពាធខាងក្នុងរបស់វាគឺ 1.05 atm ចឹងកន្លែងនេះគឺសម្ពាធតាក់ទងជាមួយនឹង2រោចំនួនម៉ូលអេរីយ៉ូមក្នុងបាឡុងនាមម៉ាសអេរីយ៉ូមដែលបានបំពងនៅក្នុងបាឡុងអូខេចឹងយើងធ្វើការស្រង់បំរាប់ទាំងអស់គ្នាផ្ទុកអេរីយ៉ូមសន្មតថាវារាងស្វែដែលមានកម្មស្មើនឹង18សង់ទីម៉ែត្រនៅសីតុណ្ហភាពT 20អង្សាណា20អង្សាសម្ពាធខាងក្នុងរបស់វាគឺសម្ពាធគឺតាំងដោយ2ស្មើទៅនឹង1.05 atm atmosphere ណាបន្ទាប់មកយើងមើលនៅត្រង់ចំណុចកគឺយើងគណនាចំនួនម៉ូលចឹងកគណនាចំនួនម៉ូលអេរីយ៉ូមណាចឹងយើងប្រើតាមណាតកតងជាមួយនឹងសមីការស្មានបរិសុទ្ធបើយើងប្រើ PV V មាន R មាន T មាន P មានអ្វីដែលយើងអត់មានគឺចំនួនម៉ូលចឹងយើងប្រើតាមសមីការឧស្ម័នបរិសុទ្ធចឹង PV ស្មើទៅនឹង N R T ចឹងយើងនាំឲ្យអីនាំឲ្យ N ស្មើអានេះផលគុណរបស់វិញផលចែកអាណាជាប់អញ្ញត្តិដែលយើងរកគឺនៅខាងក្រោមណា PV នៅលើ R T ឥឡូវសីតុណ្ហភាពមានប៉ុន្តែសីតុណ្ហភាពមានTនេះក៏យើងមានដែរឃើញទេសីតុណ្ហភាពគឺ T ឯងគឺយើងស្គាល់ហើយយើងត្រូវយកដើម្បីបាន T ធំយើងត្រូវយក20អង្សានេះបូកនឹង 2.3 R នេះតម្លៃទេសកលគឺ 8.31 ស្រួលក្នុង1ម៉ូលកែវិនទេពេលយើងមាន 1.05 គុណដល់ស្អីគុណ5អានេះ ATM ណា 1.03 គុណដល់ស្អីគុណ5តែជាទូទៅយើងប្រើប្រាស់វាតែពពួកស្វ័យគុណទេដល់ស្អីគុណ5មៀតឡូវមៀតយើងអត់ស្គាល់ទេមៀតស្វែចំណាំខ្លួនឯងណាមៀតស្វែអញ្ចឹង V ស្មើទៅនឹង4លើ3ផាយ R គីបកន្លែងនេះបញ្ជាក់បន្តិចយើងកុំសរសេរ R ធំណាកន្លែងនេះបញ្ជាក់បន្តិចយើងកុំសរសេរ R ធំកាលណាសរសេរ R ធំគឺយើងអាចនឹងច្រឡំជាមួយនឹង R មួយនេះតោះនេះអញ្ចឹងបើកាលណាខណៈរូបមន្តខាងក្រៅយើងសរសេរ R តូចមកហើយនឹង D តូចតោះចឹងយើងធ្វើការជួសជុល N ស្មើទៅនឹង4ផាយ R គីបគុណនឹងសម្ពាធណាចែកទៅនឹង3 R T ចឹង R នេះគឺជា R ទេសកលចំនួនថេណាសីតុណ្ហភាពដឹងពេលដឹងកម្មដឹងធ្វើការគណនាចឹង R កម្មរបស់យើង18សង់ទីម៉ែត្រសង់ទីម៉ែត្រ8ម៉ែត្រគឺដក2ចឹង18គុណ10ស្អីគុណដក2ម៉ែត្របន្ទាប់មកសម្ពាធយើង 1.5 atm ចឹងយើងធ្វើការអំបែកបាន 1.05 ស្វ័យគុណ10ស្អីគុណ5ប៉ាស្កាល់ណាបន្ទាប់មកទៀតតកតងជាមួយនឹងសីតុណ្ហភាពទេរបស់យើងគឺ20អង្សាយើងត្រូវទៅបូក 2.3 ចំណិចអញ្ចឹងយើងបាន293តមក R តម្លៃ R គឺថេ 8.31 ស៊ូលក្នុង1ម៉ូលកែវិនណាចឹងយើងបាន
Chẳng dược bàn chùm nuôn mô mà tân nâng buồn lờ bầy côn chùm muối nâng phai dân dụ bầy chụp đọc buồn côn chùm muối nâng cam đọc bồng bấy côn nâng đo xảy côn đọ pi lơ chỉ kịp côn nâng sẵm biệt muối chụp xôn pram côn nâng đọc xảy côn pram chẳng thua ca chai tân nâng bồng bấy chụp xa muối côn nâng pi đói cáo cả bảy chắc những phơi ca kiện điểm mà ta chùm nuôn mô dân khơi của màn cho hà bị vô thầm nắng cho rư cọ đọc cho hà bảy xoay con dân thua ca xí sòng anh ở đọ của muối nè đọ pi con kíp đọ của muối bột rám nhé anh ở dân con má ban đọ của muối xoay con dân con á đọ của muối bột rám sau đó đọ muối chắc dân thua ca tu toàn bên đọ nhà đọ cứ dòng cơn má dùng cơn mà kháng chuối nhẹ ta đấy dân lại nhí bên nó tì tăng đọ muối à dùng cơn mà đi má tu toàn thì ở sáu muối chuột xôn pram đi chùm nuốn mól ấn mà nắng muối chuột xôn pram mólต่อมาយើងទៅមើលត្រង់ចំណុចខនេះខគណនាមម៉ាស់អេរីយ៉ូមអញ្ចឹងយើងទៅធ្វើការគណនាមម៉ាស់អេរីយ៉ូមខấnស្មើនឹងតូចនៅលើធំអញ្ចឹងឯងចឹងយើងទាញរកតូចម៉ាស់អេរីយ៉ូមចឹងតូចអានេះចែកបោះមកគុណជាមួយនឹងម៉ាស់ចឹងដោយយើងរកឃើញ1.052 ម៉ូលណាតបមកម៉ាស់អេរីយ៉ូម4 ក្រាមក្នុង1ម៉ូលម៉ាស់អេរីយ៉ូមនេះគឺជាឈ្មោះអេរីយ៉ូមដែលយើងត្រូវចាំថាវាមានតម្លៃប្រមាណតោះនេះអញ្ចឹងយើងធ្វើការបែកដល់គីឡូ4គុណ10ក្រាមទៅគីឡូក្រាមដក3អញ្ចឹងយើងបានម៉ាស់ស្មើទៅនឹង 1.052 គុណនឹង4គុណនឹង10ស្អីគុណដក3ចឹងយើងធ្វើការគុណមកឃើញប៉ុន្មាន0.21ស្វ័យគុណដក3គីឡូក្រាមចឹងយើងឆ្លើយដូចនេះមកដូចនេះម៉ាស់អេរីយ៉ូមស្មើទៅនឹង 4.21 គុណ10សេគុណដក3គីឡូក្រាមតែបើយើងយក 4.21 ក្រាមក៏ត្រូវដែរអត់មានស្វ័យគុណតើនេះអញ្ចឹងលំហាត់យើងមានតែប៉ុណ្្នេះឆ្ងល់នៅត្រង់ចំណុចណាអាច comment ខាងក្រោមដើម្បីទទួលបានលំហាត់ផ្លាច់ជាច្រើនទៀតណាសូមអរគុណ